ពន្លឺនៃសន្តិភាពនៅថ្ងៃនេះបេសកជនពិសេសរបស់ចិននឹងមកដល់កម្ពុជានិងថៃដើម្បីស្ដារសន្តិភាពឡើងវិញឲ្យបានឆាប់ស្របពេលដែលសហភាពអឺរ៉ុបនឹងផ្ដល់ជូននូវរូបភាពពីផ្កាយរណបសម្រាប់ការឃ្លាំមើលបទឈប់បាញ់បើតាមស្ថានទូតចិនប្រចាំនៅប្រទេសថៃនិងប្រទេសកម្ពុជាបានឲ្យដឹងថាលោកដេនស៊ីនជុនបេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ីនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានិងថៃនៅថ្ងៃប្រហ័សទី18ខែធ្នូដែលជាផ្នែកមួយនៃការទូតដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងតាមព្រំដែនស្ថានទូតចិនបន្តថាប្រទេសចិនក្នុងនាមជាប្រទេសជិតខាងនិងជាមិត្តស្និទ្ធស្នាលរបស់ប្រទេសទាំងពីរកំពុងតាមដានស្ថានភាពយ៉ាងដិតដល់ហើយបានចូលរួមជាមួយភាគីទាំងពីរដើម្បីលើកទឹកចិត្តឲ្យមានការសន្ទនានិងបន្ធូរបន្ថយភាពតានតឹងស្ថានទូតបន្ថែមទៀតថាទីក្រុងប៉េកាំងបានធ្វើការតាមរយៈបណ្ដាញការទូតដើម្បីជួយកាត់បន្ថយភាពតានតឹងនិងលើកកម្ពស់សន្តិភាពហើយដំណើរទស្សនកិច្ចរបស់លោកបេសកជននេះមានបំណងគាំទ្រទៅដល់ការខិតខំប្រឹងប្រែងដើម្បីនាំភាគីទាំងពីរមកជួបជុំគ្នានិងស្ដារស្ថិរភាពនិងសន្តិភាពឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានស្របពេលជាមួយគ្នានេះលោកស្រីកាចាហ្គាឡាស់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខនិងជាអនុប្រធានគណៈកម្មាធិការអឺរ៉ុបបានថ្លែងថាចំនួនរវាងប្រទេសកម្ពុជានិងថៃមិនត្រូវបណ្ដាលឲ្យមានការរាលដាលកាន់តែធ្ងន់ធ្ងរឡើយហេតុដូច្នេះហើយបទឈប់បាញ់ត្រូវចាំបាច់ស្ដារឡើងវិញជាបន្ទាន់លោកស្រីនឹងបន្តកិច្ចការនេះដើម្បីជួយបញ្ចប់វដ្តនៃការកើនឡើងនៃចំនួនហើយសហភាពអឺរ៉ុបអាចផ្ដល់ជូននូវរូបភាពពីផ្កាយរណបសម្រាប់ការឃ្លាំមើលបទឈប់បាញ់នេះគឺជាសារដែលលោកស្រីបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃនិងកម្ពុជានៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី